បាទទូទាំងអ្នកជនបាទយើងបន្តទៅស្ដាប់សេចក្តីរាយការណ៍មួយបាទពីលោកសៅហ៊ឿនស្ដីពីក្រុមការងារបាទក្រុមការងារសិភៅកូនប្រុសច្បងដែលមានឥទ្ធិពលបានសួរសុខទុក្ខផ្ដល់នៅសិភៅនិងអាវរងាបាទទៅដល់វរៈកងទ័ពជួរមុខនៅយុទ្ធភូមិភាគទី4ទិសទី1ខេត្តព្រះវិហារក្រុមការងារសិភៅកូនប្រុសច្បងដ៏មានឥទ្ធិពលនៃសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាដឹកនាំដោយឯកឧត្តមពៅសុកទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានក្រុមការងារសិភៅកូនប្រុសច្បងដ៏មានឥទ្ធិពលលោកមេស៊ីថុនអនុប្រធាននិងជាប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាព្រមទាំងសហការីកាលពីថ្ងៃទី22ខែវិច្ឆិកានេះបានអញ្ជើញសួរសុខទុក្ខវីរៈកងទ័ពជួរមុខនៅយុទ្ធភូមិភាគទី4ទិសទី1ខេត្តព្រះវិហារដោយបាននាំយកនៅសៀវភៅសរសេរអំពីសម្ដេចតេជោសម្ដេចគតិព្រឹទ្ធបណ្ឌិតសម្ដេចធិបតីសម្រាប់តម្កល់ទុកក្នុងបណ្ណាល័យនិងអាវរងាមួយចំនួនជូនដល់វរៈកងទ័ពនិងគ្រួសារកងទ័ពក្នុងឱកាសនោះឯកឧត្តមពៅសុកបានលើកឡើងថាការផ្ដល់ជូននៅអាវរងាដល់វីរៈកងទ័ពជួរមុខដោយសាររដូវនេះនៅតំបន់ព្រៃភ្នំចាប់ផ្ដើមត្រជាក់ខ្លាំងឯកឧត្តមបន្តថាការផ្ដល់ជូននេះក៏ជាការចូលរួមលើកទឹកចិត្តផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ដែលកំពុងឈរជើងនៅជួរមុខទប់ទល់ការឈ្លានពានរបស់ប្រទេសជិតខាងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋការពារបូរណភាពទឹកដីកម្ពុជាថ្ងៃនេះខាងក្រុមការងារយើងមានកិត្តិយសដែលបានមកដល់សមរភូមិជួរមុខដោយយកអាវលងាមួយចំនួនហើយនឹងសភៅមកជូនបងព្រោះដើមនេះយើងដោយធ្លាក់ខ្យល់លងាអញ្ចឹងយើងមានអាវលងាមួយចំនួនហ្នឹងយើងឧបត្ថម្ភទៅកងទ័ពហើយនឹងគ្រួសារកងទ័ពជាមួយគ្នានោះលោកឧត្តមសេនីយ៍តូហាក់សេងហួតមេបញ្ជាការរងយុទ្ធភូមិភាគទី4ទិសទី1មានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារដែលចំណាយពេលវេលាធ្វើដំណើរសាកសួរសុខទុក្ខផ្ដល់ជូនសៀវភៅនិងអាវរងានេះលោកឧត្តមសេនីយ៍បញ្ជាក់ថាសៀវភៅទុកសិក្សាឆ្វេងយល់អាវរងាជាតម្រូវការចាំបាច់សម្រាប់កងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ព្រៃភ្នំក្រំថ្មខ្ញុំសូមគោរពថ្លែងអំណរគុណអាយដាមនិងក្រុមការងារទាំងអស់ដែលចំណាយពេលវេលាមួយយប់មួយថ្ងៃដើម្បីពំនាំយកសិភៅនេះវាជាធនធានមួយដែលកម្របានន័យថាតម្រាំបានសិភៅមួយក្បាលនេះចំណាយទាំងពេលវេលានិងថវិកាច្រើនណាស់ដើម្បីពំនាំយកមកសមរភូមិមុខហើយនឹងមានទាំងអាវរងាយកមកជូនកងទ័ពនិងក្រុមគ្រួសារកងទ័ពជាពិសេសគឺចំណាយពេលវេលាយ៉ាងវែងអន្លាយដើម្បីមកហើយចំណាយថវិកាផ្ទាល់ខ្លួនថែមទៀតអរគុណនៅសន្តានចិត្តហើយក្រុមការងាររបស់ខ្ញុំដែលខ្ញុំជាមេការរងយុទ្ធភូមិភាគទី4ប្រចាំទិសទី1អនុប្រធានសមរភូមិទិសទី1នេះសូមគោរពថ្លែងអំណរគុណនិងសូមជូនពរឲ្យដំប្រធានក្រុមការងារនិងឲ្យដំអស់លោកដែលអញ្ជើញមកនេះបានជោគជ័យគ្រប់ភារកិច្ចទាំងអស់បាទសូមអរគុណបាទបាទអរគុណច្រើនបាទដែលក្រុមការងារបាទសិភៅកូនប្រុសច្បងរបស់រិពលបាទលោកបានទៅសួរសុខទុក្ខវរៈកងទ័ពបាទថែមទាំងបាទយកនៅអាវរងាផងដែរបាទដោយសារតែបាទចូលដល់រដូវធ្លាក់ខ្យល់ត្រជាក់នេះបាទនៅតាមមាត់ព្រំដែនគឺអាកាសធាតុត្រជាក់ខ្លាំងបាទពិសេសពេលទៀបភ្លឺតែម្ដងបាទយើងឃើញនៅលើបណ្ដាញសង្គមបាទគឺតាមគណនី Facebook របស់វរៈកងទ័ពមួយចំនួនណាគាត់បានបង្ហាញពីការឈរការពារបាទអង្គអាចក្លាហានមែនតើក៏ប៉ុន្តែគាត់ថារងាគាត់ថារងាណាបើមិនថាខែនេះធ្លាក់ខ្យល់នៅតាមតំបន់ព្រៃភ្នំបាទគឺតិចខុសពីយើងនៅទីក្រុងបាទអញ្ចឹងសូមបងប្អូនវរៈកងទ័ពរបស់យើងបាទគឺថែទាំសុខភាពឲ្យបានល្អបាទហើយអាជ្ញាធរបាទក៏លោកបានគិតគូរយកចិត្តទុកដាក់បាទទៅដល់វរៈកងទ័ពវរៈនគរបាលដែលឈរការពារនៅតាមបន្ទាត់ព្រំដែនផងដែរអរគុណច្រើនបាទពុកម៉ែបងប្អូន